នេះជាផ្ទៃដីប្រវត្តិសាស្ត្រខ្មែរមហានគរនិងទឹកដីខ្មែរសប្តាហ៍នេះនិងកម្ពុជាក្រោមយើងដឹងហើយថាទឹកដីសរុបនៃខ្មែរមហានគរមាន 1,263,322 ម៉ែត្រការ៉េក្នុងនេះយើងដកផ្ទៃដីកម្ពុជាកណ្ដាលសប្តាហ៍ 181,035 គីឡូម៉ែត្រការ៉េគឺនៅសល់ 1,182,287 គីឡូម៉ែត្រការ៉េដែលជាទឹកដីបាត់ទៅក្នុងប្រទេសថៃសប្តាហ៍ចំនួន37ខេត្តនិងប្រទេសឡាវ6ខេត្តនិងកម្ពុជាក្រោម21ខេត្តហេតុដូច្នេះសូមឲ្យជាតិនិងអន្តរជាតិមេត្តាតាមស្ដាប់នៃការអត្ថាធិប្បាយនៅក្នុងប្រវត្តិសាស្ត្រនេះជាបន្តដោយតទៅដែលបានរាយរាប់មកនេះសូមអរគុណនិងអរព្រគុណ